អញអាយដល់ខ្ញុំរៀបការបាត់ពុកម៉ែបងប្អូនបាទអូបាទរៀបការហើយបុរសកំសត់ស្នេហ៍បាទខ្ញុំធ្លាប់មើលវីដេអូរបស់គាត់តាំងពីមុនមកណាបាទឃើញថាបុរសម្នាក់នេះកំសត់ណាស់បាទបញ្ហាស្នេហាអើយកំសត់ខ្លាំងក្រៃបាទតែពេលនេះបាទគាត់បានរៀបការហើយបាទគាត់បានរៀបការហើយអូបាទពិធីរៀបការនៅប្រទេសចិនគឺបែបនេះឯងបាទมันដូចពិធីរៀបការនៅក្នុងប្រទេសខ្មែរយើងសោះបាទអូមើលទៅរៀងសប្បាយដែរបាទសប្បាយរីករាយដែរជូនពរអាយដល់ណាជូនពរអាយដល់បាទជូនពរអាយដល់បាទមានសុភមង្គលថ្មីបាទអូបាទនារីស្រុកចិនបាទស្រស់ស្អាតបាទប្រហែលជាមួយនឹងនារីស្រុកខ្មែរយើងដែរបាទអូនេះជាពិធីបាទជាពិធីអូកូនក្រមុំស្អាតមែនតែនបាទកូនក្រមុំស្អាតមែនតែនបាទកូនក្រមុំរបស់អាយដលរបស់ខ្ញុំបាទស្អាតមែនតែនបាទស្រស់ស្អាតមែនតែនបាទអូពិតជាសំណាងរបស់អាយដលខ្ញុំហើយបាទព្រោះអីបានភរិយាបាទស្អាតបែបនេះបាទពុកម៉ែបងប្អូនបាទឃើញដូចខ្ញុំដែរអត់ថាអើយកូនក្រមុំនេះស្អាតមែនតែនបាទមានភាពស្រស់ស្អាតកូនកំឡោះលបមើលទៀតបាទទ្រាំមិនបានបាទប្រហែលជានឹកភរិយាខ្លាំងពេកបាទក៏ស្រាប់តែស្រមោលអ្នកណានៅមាត់បង្អួចហើយអូសប្បាយរីករាយណាស់អាដល់បងខ្ញុំអូអៀវកបាទអូកូនកំឡោះត្រូវអៀវកកូនក្រមុំបាទអូតែគីឡូនេះអាចអៀវបានណាបាទគីឡូនេះអាចអៀវបានបើសិនជាកូនកំឡោះគីឡូ40ហើយកូនក្រមុំគីឡូ70ប្រហែលជាមិនអាចអៀវបានទេបាទតែគីឡូទាំងពីរនេះគឺសមគ្នាតែម្ដងបាទអូសប្បាយរីករាយណាបាទសប្បាយរីករាយបាទបាទអៀវកកូនក្រមុំយកទៅក្នុងបន្ទប់ភ្លាមតើហើយអូណែអូសប្បាយរីករាយទាំងអស់គ្នាបាទក្នុងថ្ងៃរៀបអាពាហ៍ពិពាហ៍របស់អាយដលខ្ញុំបាទធ្លាប់មើលវីដេអូគាត់បាទមានការណិតអាសូរគាត់ជាខ្លាំងបញ្ហាស្នេហាបាទតែថ្ងៃនេះបាទគាត់ជួបសុភមង្គលហើយស្រស់ស្អាតណាស់បាទបាទជូនពរណាជូនពរអាយដល់ពីចម្ងាយសូមបានសុខសុភមង្គលរហូតបាទបាទសប្បាយរីករាយណាស់ក្នុងថ្ងៃនេះបាទមិត្តភ័ក្តិបងប្អូនណាចាស់ទុំម្រ័ក្សក្លើអីអូដល់ពិធីផ្សំដំណេកដល់កន្លែងផ្សំដំណេកអូហូបស្រាខ្វែងដៃអូមិនមែនខ្វែងដៃទេបាទអូបើ